បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតពាក់ព័ន្ធនឹងកម្មវិធី Filmora អញ្ចឹងអានេះ Filmora ជំនាន់ទី15 version 15អញ្ចឹងវីដេអូនេះខ្ញុំចង់បរៀនអ្នកទាំងអស់គ្នាធ្វើទៅលើវីដេអូអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាអញ្ចឹងទាញវីដេអូនេះចូលមួយមកចឹងហើយបន្ទាប់មកយើងមើលអានេះយើងចង់ tracking នេះវាគេហ្នឹងអញ្ចឹងយើងចូលនេះត្រង់ចំណុចនេះសារអេក្រង់ខ្ញុំវាទូចអញ្ចឹងវាដាក់អស់ចូលមកនេះមកយើងចូល AI tracking ហើយចូល motion tracking អូខេអញ្ចឹងអានេះវា load នេះមកយើងចាប់ទាញវាមកហើយយើងបង្រួមវាទូចនិយាយចង់បានបណ្ណាក៏បានដែរនេះខ្ញុំប្រូវាទូចបន្ទាប់មកយើងចូលទៅកន្លែងនេះ basic នេះកន្លែងវីដេអូនេះហើយ basic បន្ទាប់មក motion tracking នេះយើងចុច click នេះ click start motion tracking ហ្នឹងយើងចុចទៅវាពណ៌រានដែលយើងនេះវាដេញតាមយើងរងចាំវាដើរដល់ 100% ទៅអូខេរួចរាល់អញ្ចឹងត្រង់ចំណុច link element ហ្នឹងយើងយកណានវាធម្មតាបើយើងយកជាយើងអាចយក export ពីរូបផ្សេងមកបានបើយើងចង់ដាក់រូបផ្សេងអញ្ចឹងណាហើយកន្លែង add នេះគឺព្រាលយើងព្រាលចេះមកយើងបិទរូបហ្នឹងហើយមួយទៀតយើងក៏អាចនេះបានដែរខ្ញុំសុំដកនេះចេញវិញបិទអានេះចេញមកជាយកវាទេលុបវាចេញអូខេអញ្ចឹងបញ្ជាក់ដែរបើយើងចង់ឲ្យវា track តាំងពីដើមមកយើងអូសអា cursor នេះមកដល់ចុងខាងមុខនេះតែបើយើងដាក់ត្រឹមកណ្ដាលហ្នឹងវា track ពីកណ្ដាលទៅវិញវាអត់ track ពីដើមទីមកទេអញ្ចឹងខ្ញុំចង់ឲ្យវាឲ្យអក្សរវារត់តាមក្រោយអញ្ចឹងយើងបង្កើត text មកខ្ញុំរត់ text មួយសិនអញ្ចឹងអូ text មួយមកហើយយើងទាញវាពេញដែរទៅអានោះសំខាន់លើអ្នកទាំងអស់គ្នាចង់ទាញបែបណាក៏បានដែរតោះមកខ្ញុំដាក់ថាតាមអូខេសម្រាប់អញ្ចឹងយកវាមកនេះយើងលុប profile វាសិនបើយើងទាញបានវាតាមអូខេចានេះដូរពណ៌ចង់ស្លាញ់ដាក់ពណ៌អីក៏បានដែរ style មួយណាមួយនេះអត់សូវច្បាស់ទេអូខេចឹងខ្ញុំអត់ធ្វើអីច្រើនទេបងប្អូនគ្នាពិបាកហើយយើងចុចអូខេមកចុចដោះនេះវិញបន្តមកទៀតយើងចូល select លើវាហើយចូលនេះកន្លែង link element ហ្នឹងយើងបដូរពីណាន់មករកអាននេះអាន title 23នេះមកហើយយើងចុចអូខេតោះមកយើង play វាអញ្ចឹងអក្សរយើងរត់តាមហើយអរគុណសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀត